ក្រុមសង្គ្រោះពន្លឿនការរករកជនរងគ្រោះបាត់ខ្លួនក្រោយទឹកជំនន់និងការបាក់ផ្ទាំងទឹកកកវាយប្រហារតំបន់ព្រំដែននេប៉ាល់ដល់ចិន វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវបណ្ដាក្រុមអ្នកជួយសង្គ្រោះកាលពីព្រឹកថ្ងៃទី27សីហាខិតខំរុករកមនុស្សច្រើនរយនាក់ដែលបាត់ខ្លួនក្នុងនោះមានអ្នកទេសចរបរទេសច្រើននាក់បន្ទាប់ពីទឹកជំនន់យ៉ាងបំផ្លិចបំផ្លាញដែលនៅថ្ងៃទី26សីហាបណ្ដាលឲ្យមនុស្សស្លាប់យ៉ាងតិច165នាក់នៅតាមព្រំដែនរវាងនេប៉ាល់និងទីបេជាដែនដីចិនអាជ្ញាធរនេប៉ាល់គូបញ្ជាក់កាលពីថ្ងៃទី26សីហាថាប្រមូលបានសាកសពមនុស្ស162នាក់ហើយចិនរាយការណ៍ពីមនុស្ស3នាក់ស្លាប់នាំឲ្យចំនួនអ្នកស្លាប់សរុបដែលរកឃើញមានដល់យ៉ាងតិច165នាក់យោងតាមវិទ្យាស្ថានភូមិគមសហអាមេរិក USGS ថាទឹកជំនន់បណ្ដាលមកពីការបាក់ផ្ទាំងទឹកកកដោយការបាក់បណ្ដាលឲ្យមកពីការរំជួយដីកម្លាំង 5.2 Richter និងការបាក់ដីក្នុងដំណាក់កាលដំបូងបណ្ដាលឲ្យសារព័ត៌មានចិនរៀបរាប់ពីការបាក់ដីនៅផ្នែកទីបេជាប់ព្រំដែននេប៉ាល់ជិតប៉ុស្តិ៍ព្រំដែនស៊ីអ៊ីរ៉ង់ស្ថិតនៅកម្ពស់ 1800 ម៉ែត្របណ្ដាលឲ្យមនុស្សស្លាប់3នាក់និងបាត់ខ្លួន265នាក់បន្ទាប់មកដល់វេទនេប៉ាល់ដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយសារទឹកជំនន់បុកធ្លាក់មកខ្លាំងនៅស្រុកនូវ៉ាកូតភាគខាងជើងរដ្ឋធានីកាថាម៉ាន់ឌូតាមបណ្ដាអ្នកទទួលខុសត្រូវនេប៉ាល់ថាមនុស្សបាត់ខ្លួនច្រើនអ្នកជាអ្នកទេសចរបរទេសហើយតលយៈការនឹងខ្ពស់ជាងនេះទៀតក្នុងវីដេអូថតដោយកាមេរ៉ាដ្រូនពីនិតឃើញអាគារចរាចរណ៍មួយព្រមទាំងបណ្ដាមនុស្សដែលប៉ុនប៉ងរត់គេចត្រូវទឹកជំនន់បុកខ្លាំងនាំយកទៅជាមួយវីដេអូមួយទៀតបង្ហាញរលកយក្សដ៏ធំស្មើនឹងរលកស៊ូណាមីវាយប្រហារលើចំណតរថយន្តមួយនៅក្បែរស្ទឹងដែលធ្លាប់ស្ងប់ស្ងាត់មួយដោយនាំយកទៅជាមួយបណ្ដារថយន្តប៊ឺសនិងបុកបំផ្លាញបណ្ដាអាគារនាយករដ្ឋមន្ត្រីនេប៉ាល់លោក Bailendrasa កាលពីថ្ងៃទី26សីហាថាអំពីវិនិយោគដល់ប្រជាជនឲ្យរួបរวมជួយគ្នាតាមគ្រប់មធ្យោបាយនិងធនធានដែលមានខាងផ្នែកចិនវិញទូរទស្សន៍ CCTV ក៏បង្ហាញដែរបណ្ដារូបភាពនៃទឹកជំនន់ដែលគួចនាំយកដើមឈើនិងមែកឈើព្រមទាំងបំណែកនានាយ៉ាងត្របាញ់ព្រមទាំងផ្លូវថ្នល់មួយត្រូវជន់លិចអ្នកជួយសង្គ្រោះប្រមាណជា800នាក់និងរថយន្ត150គ្រឿងព្រមទាំងបណ្ដាឆ្កែហិតក្លិននិងបណ្ដាកាណូតត្រូវបានបញ្ជូនទៅចូលរួមក្នុងប្រតិបត្តិការជួយសង្គ្រោះប្រធានាធិបតីចិនលោកស៊ីជីនពីងបន្ទាប់ពីគ្រោះមហន្តរាយនោះថ្លែងថាអតិភិបគឺការប្រមូលគ្រប់មធ្យោបាយដើម្បីរករកនិងជួយសង្គ្រោះបណ្ដាមនុស្សបាត់ខ្លួនជម្លៀសចេញនិងរកកន្លែងស្នាក់សម្រាប់ប្រជាជនជួបគ្រោះថ្នាក់ជួយព្យាបាលបណ្ដាអ្នករបួសឲ្យឆាប់ជានិងកាត់បន្ថយឲ្យបានច្រើនចំនួនជនរងគ្រោះខាងផ្នែកនេប៉ាល់កងកម្លាំងសន្តិសុខបន្តជម្លៀសចេញបណ្ដាគ្រួសារដែលរស់នៅក្នុងបណ្ដាតំបន់ដែលទឹកអាចជន់លិចហើយបណ្ដាអ្នកជួយសង្គ្រោះបន្តរករកអ្នកដែលអាចរស់រានមានជីវិតនៅក្នុងភក់ឬបំណែកបន្ទាប់ពីទឹកលេភក់ហូរបុកលិចអាគារឬផ្ទះដែលនៅជាន់ខាងក្រោមនៃអាគារក្នុងកម្រិតខុសៗគ្នាយោងតាមក្រសួងទេសចរនេប៉ាល់ថាអ្នកទេសចរប្រមាណ468នាក់ក្នុងនោះមានជនបរទេស393នាក់នៅតែបាត់ខ្លួនអស់ពេលច្រើនម៉ោងមកហើយក្រោយគ្រោះមហន្តរាយនោះក្នុងចំណោមជនបរទេសដែលបាត់ខ្លួនមានជនជាតិឥណ្ឌា142នាក់កាណាដា24នាក់ព្រមទាំងជនជាតិអង់គ្លេសម៉ាឡេស៊ីអូស្ត្រាលីហូឡង់អាមេរិកប៉ូទុយហ្គាល់អាហ្វ្រិកខាងត្បូងកូរ៉េខាងត្បូងនិងអ៊ុយក្រែនអូស្ត្រាលីរៀបរាប់ពីជនជាតិខ្លួន34នាក់បាត់ខ្លួនជប៉ុន5នាក់កូរ៉េខាងត្បូង9នាក់អ៊ុយក្រែន53នាក់នៅចិន558នាក់បាត់ខ្លួនក្នុងនោះមានជនជាតិបរទេស260នាក់បណ្ដាភូមិឋានទាំងមូលនិងបណ្ដាផ្សារលេបត្របាក់ដោយទឹកជំនន់វឌ្ឍនៈ Premium Light ឈ្នះពាន Prize of the Jury ជាប់លំដាប់លេខ1ទូទាំងពិភពលោកពិសាដោយការទទួលខុសត្រូវ